ចូលមង្គលការទៀតហើយខ្ញុំប៉ុន្តែចូលមង្គលការមួយនេះគឺជាមង្គលការអ្នកដែលហៅថា level ទី2ណាឬក៏ second class ចឹងទៅសួស្តីជំរាបសួរបងប្អូនអរគ្នាការមួយនេះគឺជាការគេហៅថាការចុងរដូវមកព្រោះអីចូលខែ3ហ្នឹងតាមទម្លាមទម្លាប់សាសនាកាតូលិកគេឲ្យការទេវារៀងខ្មែរយើងចូលផ្សារអញ្ចឹងណាបងប្អូនតើខែ4បានយើងចាប់ផ្ដើមការហើយណាអញ្ចឹងទៅប្តីខ្ញុំថាយើងមិនបាច់ទៅទេតែក៏ខ្ញុំថាបើមិនទៅវាអសមទេព្រោះការចង់តែការចុងក្រោយហើយអ្នកញាតិមិត្តចិត្តខាងអញ្ចឹងត្រូវទៅអញ្ចឹងខ្ញុំទៅក្រោយគេបងប្អូនអញ្ចឹងហើយក៏ខ្ញុំពាក់រ៉ូបក្រហមដែលប្តីខ្ញុំស្រឡាញ់បំផុតហ្នឹងក៏រៀបចំពីផ្ទះយទៅខ្ញុំទៅក្រោយគេតែមកគោលការណ៍មួយហ្នឹងណាមុនទៅប្តីខ្ញុំក៏បរៀនរំរៀនអីបងប្អូនព្រោះអីគោលម្ដងហ្នឹងថាទៅដល់យើងចូលរំចូលរែកចឹងណាតែបានតែមហាត់សមនៅផ្ទះទេតែពេលទៅដល់ជាក់ស្ដែងអត់បានចូលរំទេដោយសារយើងទៅក្រោយគេយើងទៅមានរំតែខ្មាស់គេណាព្រោះកម្មវិធីគេចិត្តចប់ទៅហើយវាសល់តែ1ម៉ោងចុងក្រោយចឹងហើយក៏អត់ហ៊ានទេខ្មាស់គេហើយពេលខ្ញុំទៅដល់ចឹងទៅគេធម្មតាតាមបែបសាសនាកាតូលិកខ្ញុំអត់បាច់រាយរាប់ហៅថាវិធីមង្គលការច្រើនទេប៉ុន្តែគ្រាន់ខ្ញុំនិយាយប្រាប់បងប្អូនថាវិធីមង្គលការនៅនេះគេចំណាយប្រហែលជាអានេះគេថាគេអ្នកមានអញ្ចឹងណាគេចំណាយប្រហែលជា$25,000ដោយសារតែគេអ្នកមានដែរអញ្ចឹងទៅក៏គេជួលកន្លែងថាកន្លែងថ្លៃមិនថាសម្លៀកបំពាក់កូនកំមុំការរៀបចំតុបតែងអាហារហូបចុកគឺទៅលក្ខណៈ elegant បងប្អូនសំបីតា music គេសារអ្នកបើថា music band គេល្បីប្រចាំខេត្តអញ្ចឹងបងប្អូនអាចឃើញក្នុងរូបភាពប្លែកមកមង្គលការហើយក៏មានបងប្អូនមួយចំនួនដែរដែលគាត់តែងតែសួរខ្ញុំថាពេលគេរៀបមង្គលការអស់ប្រមាណហើយអ្នកណាអ្នកចេញនិយាយទៅទម្លាមទម្លាប់នេះខ្ញុំនិយាយថានៅតំបន់ខ្ញុំរស់នៅណាដែលយើងល្បីថាឥណ្ឌាស្ត្រីចូលទៅដឹងផលប៉ុន្តែភាពជាក់ស្ដែងខ្ញុំនៅបន្តដូចមិនឃើញអញ្ចឹងផងបងប្អូននៅពេលគេការគេចូលលុយគ្នាការអញ្ចឹងទៅប៉ុន្តែកូនកន្លោះចេញច្រើនជាងហើយបើសួរថាអ្នកណាដែលថាចូលចែចៅអញ្ចឹងទៅភាគច្រើនគឺខាងបរិះនឹងឯងចូលចែចៅស្រីអត់ដែរឃើញទៅចូលចែចៅអីប្រុសផងភាគច្រើនគឺខាងប្រុសអ្នកចូលចែមុនអញ្ចឹងណាចំពោះម្ហូបអាហារវិញនៅស្រុកខ្ញុំរស់នៅនេះទៅពេលយើងរៀបមង្គលការយើងទៅជួលនៅក្នុងហាងអញ្ចឹងយើងជួលទៅហាងទេសំបីតែ decoration ម្ហូបភេសជ្ជៈអីនិយាយទៅផ្សេងគ្នាទាំងអស់គេអត់មានជាលក្ខណៈកញ្ចប់ដូចស្រុកយើងទេហើយក្នុងភ្ញៀវភាគច្រើនបើតាមខ្ញុំនិយាយបើជុំពាក្យសាមញ្ញសម្រាប់វារបស់ខ្ញុំណាពេលយើងចូលរួមពិធីមង្គលការថ្លៃម្ហូបគឺគិតតែម្នាក់ហ្នឹង$250អញ្ចឹង$250ស្មើគិតតែលុយខ្មែរ12,000ណាបងប្អូនប៉ុន្តែមង្គលការនេះឃើញម្ហូបច្រើនវាហឹកហាក់អញ្ចឹងទៅអ្វីដែលខ្ញុំគិតប្រហែលជាម្នាក់ចូល20000បងប្អូនខ្ញុំគិតថាតម្លៃ25,000ហ្នឹងការ3-4ថ្ងៃហ្នឹងគឺសមរម្យហើយបងប្អូនអើយបើគេមើលទៅវាហឹកហាក់ម្លឹងរីឯម្ហូបវិញក៏មិនណយដែរហើយខ្ញុំនេះ